ำหรับថ្ងៃនេះគឺយើងមានសេចក្តីរាយការណ៍ផ្ទាល់ពីក្រុមការងារប្រចាំខេត្តកំពង់ចាមផងដែរចាយើងទៅជួបជាមួយនឹងសេចក្តីរាយការណ៍ផ្ទាល់ជាមួយនឹងលោកហៀងថាចាជំរាបសួរលោកហៀងថាចាបាទសូមជំរាបសួរដល់ទីកទាំងពីររូបសូមគោរពដល់តួជនដែលកំពុងតាមដានការផ្សាយផ្ទាល់ចេញពីខេត្តកំពង់ចាមបាទចាលោកថាឃើញថាប្រជាកសិករដែលនៅក្នុងឃុំកោះមិត្តខេត្តកំពង់ចាមនឹងកំពុងតែមមាញឹកយ៉ាងខ្លាំងនៅក្នុងការដាំជាមួយនឹងដំណាំពោតក្រហមជាលើកទី2ចាការពីលើកទី1នោះដាំរយៈពេលនៅក្នុងខែណាដែរហើយលើកទី2នេះគេធ្វើនៅក្នុងចាប់ផ្ដើមធ្វើពីខែណាទៅដែរចាបាទប្រជាពលរដ្ឋដែលនៅក្នុងឃុំកោះមិត្តនៃស្រុកកំពង់សៀមខេត្តកំពង់ចាមគឺថាបានធ្វើការដាំដុះលើកទី1ហ្នឹងនៅក្នុងកំឡុងពេលខែរដូវដែលទឹកទន្លេមេគង្គបានស្រកទៅវិញជារៀងរាល់ឆ្នាំខ្ទង់ខែ11ហើយរហូតទៅដល់3ខែកន្លះអីចឹងទៅគាត់ចាប់ផ្ដើមប្រមូលផលហើយប្រមូលផលហ្នឹងអាចរួចរាល់ 100% នៅមុនចូលឆ្នាំខ្មែរហើយខ្លះទៅក៏រួចមុននឹង4-10ថ្ងៃឬក៏2សប្តាហ៍ហើយអ្វីដែលយើងក៏សម្គាល់នៅក្នុងរូបភាពនេះគឺជាការដាំដុះប្រភេទពោតក្រហមជាលើកទី2នៅតាមបណ្ដាភូមិនានានៅក្នុងឃុំកោះមិត្តនៃស្រុកកំពង់សៀមហើយអ្នកខ្លះទៅគាត់បានប្រមូលផលហើយគាត់ចាប់ផ្ដើមដាំលើកទី2ហ្នឹងនៅចុងខែ3ឬដើមខែ4ឬមុនចូលឆ្នាំខ្មែរហើយរូបភាពនេះគឺថាមានដំណាំពោតក្រហមខ្លះមានអាយុកាល1សប្តាហ៍ខ្លះមានអាយុកាលប្រហែល1ខែហើយខ្លះទៅផ្ទៃដីគឺទើបតែចាប់ផ្ដើមភ្ជួររាស់នៅឡើយទេបាទហើយគាត់កំពុងតែមានញឹកក្នុងការថែទាំអញ្ចឹងទៅហើយខ្លះទៀតទៅកន្លែងខ្លះទើបតែចាប់ផ្ដើមនេះដាក់ពូជរបស់ពោតក្រហមហ្នឹងទៅតាមផ្ទៃដីស្រែចម្ការរបស់ពួកគាត់ហើយដីខ្លះទៅមានការថែទាំស្រោចស្រពដោយគេហៅដំណក់ទឹកសាចគាត់ដាក់បូមតាមយោទៅយោហូប៉ិនផ្លែមកជុលយើងហ្នឹងគឺសាចទៅក្នុងមួយថ្ងៃគាត់ថាបើនិយាយមួយសប្តាហ៍ឬក៏មួយខែអញ្ចឹងទៅគាត់ស្រោច5ដងឬ6ដងហើយបើសិនបើមានមេឃភ្លៀងអញ្ចឹងទៅក៏ជាការល្អដែរហើយមួយទៀតពាក់ព័ន្ធទៅនឹងប្រភពទឹកនៃការស្រោចស្រពផលដំណាំរបស់ពួកគាត់គាត់ប្រើប្រាស់នៅប្រភេទស្រះដែលពេលទឹកទន្លេឡើងមកដល់ហ្នឹងទៅសល់ទឹកហ្នឹងសម្រាប់កកើនផលលើកទី1ចំណែកលើកទី2ហ្នឹងសល់តិចតួចទេហើយគាត់ក៏មានថាភាពសកួរទុកជាមុនដែរគឺគាត់បុកម្ដងទៅក្រោមហ្នឹងហើយគាត់ប្រើប្រាស់ម៉ាស៊ីនបូមទៅដើម្បីស្រោចស្រពផលដំណាំរបស់គាត់ហើយគាត់ក៏បានបញ្ជាក់ដែរដើម្បីបានទិន្នផលល្អខ្ពស់អីហ្នឹងគឺថាឧស្សាហ៍ដាក់ជីបាញ់ថ្នាំសម្លាប់សត្វល្អិតហើយក៏ដូចជាការស្រោចស្រពទឹកនឹងឲ្យបានទៀងទាត់ល្អផងដែរហើយបើសិនបើចំពេលមានមេឃភ្លៀងកក់ខែអីហូរហែអញ្ចឹងទៅគាត់ថាកាត់បន្ថយនឹងការចំណាយប្រេងសាំងនិងការបូមទឹកដើម្បីស្រោចស្រពផលដំណាំរបស់ពួកគាត់ហើយខ្ញុំក៏បានជួបសម្ភាសជាមួយនឹងប្រជាកសិករហើយនឹងលោកបែននាងដែលជាមេឃុំកោះមិត្តនៃស្រុកកំពង់សៀមខេត្តកំពង់ចាមផងដែរបាទចាសូមអញ្ជើញបាទសូមអរគុណក្មួយអញ្ចឹងខ្ញុំសូមជម្រាបដែរខ្ញុំឈ្មោះបែននាងមេឃុំកោះមិត្តស្រុកកំពង់សៀមខេត្តកំពង់ចាមអញ្ចឹងសូមជម្រាបដល់មួយដែលខាងផ្នែកទូទស្សន៍ CNC អញ្ចឹងខ្ញុំសូមជម្រាបដែរនៅទឹកដីឃុំកោះមិត្តនេះគឺផ្ទៃដីក្នុងឃុំទាំងមូលនេះគឺ900ហត្ថជាងបាទ900ហត្ថប៉ុន្តែពិសេសផ្ទៃដីនេះគឺយើងបែងចែកជាដីលំនៅឋានដីព្រៃដីចម្ការជាពិសេសដំណាំនៅក្នុងឃុំកោះមិត្តហ្នឹងគឺដំណាំអតិភិបជាងគេហ្នឹងគឺដំណាំពោតបាទអញ្ចឹងដំណាំពោតហ្នឹងគឺមាន336ហិកតាដែរហើយនឹងក្នុងការផលិតដំណាំពោតនេះគឺប្រជាពលរដ្ឋគាត់នៅមុនរដូវចូលឆ្នាំនេះខែ4ហ្នឹងគឺគាត់ប្រមូលផលចប់សពគ្រប់ហើយនៅក្នុងខែ3ឥឡូវដល់ដើមឆ្នាំខែ4គឺគាត់បានបង្កើនផលដាំបន្ថែមទៀតប្រហែលជាទិំបានជា10% ជាងទេហើយនៅក្នុងផ្ទៃដីជាពិសេសគឺមានដំណាំរួមផ្សំផ្សេងដូចជាដំណាំយូរឆ្នាំដំណាំយូរវែងហ្នឹងដើមថ្វាយដើមខ្នុរដើមល្មុតដើមអីហ្នឹងជាដំណាំយុទ្ធសាស្ត្រមួយដែរនៅក្នុងឃុំកោះមិត្ត
ហើយពិសេសមួយទៀតគឺដំណាំគោប្រមូលផលហើយនឹងការបញ្ចេញផលិតផលពោតនេះគឺឈ្មួញឈ្មួញគាត់មកប្រមូលទិញដល់ចកាហ្មងបាទមានឈ្មួញគេមកទទួលទិញដល់ចកាហ្មងឥឡូវមានឥឡូវម៉ាស៊ីនច្រូតអីដល់ចកាហ្មងដាំទៅដាក់ជីបានច្រើនដែរបានផលឥឡូវហ្នឹងគេចាប់ផ្ដើមធ្វើអីនេះទំបានតន់គ្រាន់តន់អីផងបានហើយដាំនៅភូមិផ្លែជ្រុំឃុំកមិតហើយចំពោះការដាំដុះយ៉ាងម៉េចដែរពូដាំដុះពិបាកដែរនៅទី2ហើយចានៅទី2ហ្នឹងបានមួយខែហើយបាទហ្នឹងខាងនោះអានេះរបស់គេទំដាំហ្នឹងទំដាំទេបាទរយៈពេលប្រហែលខែអាចប្រមូលផលបាន4ខែបាទអញ្ចឹងយើងត្រូវការប្រើប្រាស់អីខ្លះដែរពូដាក់ជីមិញជីអត់តាក់អានេះទំដាំហ្នឹងអានោះយើងវាមិនសូវកើតទេអញ្ចឹងពិបាកចុះអាហ្នឹងត្រូវការថែទាំអីខ្លះដែរពូបាញ់ថ្នាំស្មៅបាញ់ថ្នាំពុលកៅនៅតែប៉ុណ្ណឹងហើយដល់ពេលការស្រោចទឹកគេធ្វើមិនខ្លះដែរនោះសាច់ដាក់សាច់ហ្នឹងសាច់ហ្នឹងដាក់យកសាច់អញ្ចឹងណាហើយប្រាប់6ដង5ដង6ដងបើពូល្អលឿនទេណាបើពូណាមិនសូវល្អ6ដងខ្ញុំឈ្មោះសុផុននៅភូមិកោះវងត្រង់ក្រោមឃុំកមិតស្រុកពងសៀមបាទហើយតាំងតាំងការពីដើមហ្នឹងដាក់ទឹកដល់ពេលដាក់ទឹកទៅដាក់ទឹកសាមដីទៅបានយកអាធ្រាក់យកមកសាប់ទៅបានដាក់ដាំបាទតាំងពីថ្ងៃ5មកម៉េះមកតសប្តាហ៍ថ្ងៃហ្នឹងណាបាទហើយដាំជាលើកទីម៉ានអាហ្នឹងលើកទី2ផ្ទៃដីមានម៉ានដែរផ្ទៃដីនេះវាមួយហាត់ជាងឯងបើណាតាំងអូសហ្នឹងវា3ហាត់កន្លះបាទជួយវាថែមបាទជួយថែមដីខ្លួនឯងខ្លះហើយការភ្ជួរគេគិតមិនដែរមួយហាត់គេយកវាមួយជើងវា20,000ឥឡូវហ្នឹងពងថែទាំដាក់ទឹកវាហ្នឹងកៅស៊ីដល់ហើយនេះដាក់អត់វាស៊ីហ្មងប្រើប្រាស់ពីការពីខែទឹកសមោវាបានទឹកអណ្ដៅហ្នឹងទឹកអូវាហ្នឹងដល់ពេលខែហ្នឹងប្រើទឹកអណ្ដូងបុកបាទយ៉ាងចុកព្រៀងតិចចាលោកថានេះគឺជាការបញ្ជាកសិករឲ្យដឹងពីការដាំដុះចុះតកតងទៅនឹងការលក់ដូរការនាំចេញរបស់ពួកគាត់វិញពួកគាត់ស្ងោរលក់ឬក៏បោះឲ្យម៉ួយនៅក្នុងលក្ខណៈថាស្រុកឃុំខេត្តរបស់ពួកគាត់ឬក៏នាំចេញទៅបណ្ដាខេត្តផ្សេងដែរចា៎បាទចំពោះពោតក្រហមនេះយោងតាមប្រជាកសិករនៅក្នុងឃុំកោះមិត្តក៏ដូចឃុំកោះស្ទឹងដែលនៅជាប់គ្នានេះគឺថាមានឈ្មួញនៅពេលដែលដល់រដូវកាលប្រមូលផលហ្នឹងគឺថាគេមានលេខទូរស័ព្ទអ្នកតំណគ្នាហ្នឹងហើយឈ្មួញគេចុះមកទិញផ្ទាល់ហើយអ្នកខ្លះទៅឈ្មួញហ្នឹងក៏គាត់មានម៉ាស៊ីនច្រូតហ្នឹងបន្ថែមទៀតដែរហើយឈ្នួលហ្នឹងគេគិតផ្សេងអញ្ចឹងទៅហើយការទិញលក់ដូរហ្នឹងគឺថាក្នុងតម្លៃព្រមព្រៀងណាមួយអញ្ចឹងទៅហើយចំពោះពោតហ្នឹងគឺហៅថាជាភេទពោតក្រហមដែលគេយកទៅច្នៃធ្វើជាចំណីសត្វហើយក្នុងនោះដែរគឺថាឈ្មោះហ្នឹងបានទិញពីប្រជាពលរដ្ឋប្រជាកសិករហ្នឹងយកទៅលក់ឲ្យឈ្មួញតកែរោងចក្រហើយតកែរោងចក្រហ្នឹងគេផលិតចេញទៅជាចំណីសត្វដូចជាចំណីមាន់ចំណីទាចំណីជ្រូកអីជាដើមអញ្ចឹងទៅហើយក្នុងនោះដែរគឺថាប្រជាពលរដ្ឋគាត់រំពឹងថាការប្រកបការផលលើកទី2ហ្នឹងនឹងបានទទួលទិន្នផលខ្ពស់និងលក់ក្នុងតម្លៃសមរម្យមួយហើយសូមបញ្ជាក់ផងដែរថានៅក្នុងការប្រមូលផលការពីឆ្នាំ2024គឺថាទឹកទន្លេបានឡើងខ្ទង់ខែ7ហ្នឹងទៅការប្រមូលផលគាត់ពោតគាត់ខ្លះហ្នឹងគឺថាបានរងការជន់លិចគណៈដែរពោតពួកគាត់ហ្នឹងគឺថាមិនទាន់ដល់រដូវដល់ខែដល់វេលាសម្រាប់កាច់យកមកលក់ឬក៏ច្រូតតាមម៉ាស៊ីនលក់ទៅឲ្យឈ្មួញទេអញ្ចឹងហើយការដាំហ្នឹងជាពលរដ្ឋខ្លះដែរគាត់មានការបន្ថយបន្ថយដោយសារតែ
សន្តានដីរបស់ចកាគាត់ហ្នឹងគឺថានៅទំនាបជាប់នឹងមាត់ទន្លេមេគង្គយើងអញ្ចឹងហើយពេលទឹកឡើងភ្លាមហ្នឹងគាត់ទទួលរងលិចមុនគេតែម្ដងហើយចំពោះកន្លែងខ្លះទៅគឺថាមានដីរៀងខ្ពស់អញ្ចឹងទៅមិនងាយការជន់លិចទេប៉ុន្តែបើសិនបើទឹកទន្លេថាឡើងលឿនក្នុងខ្ទង់ខែ6 កន្លះអីចឹងទៅអាហ្នឹងដំណាំពួកគាត់មិនទាន់ដល់រដូវគ្រប់ខែក្នុងការប្រមូលផលទេអញ្ចឹងយ៉ាងណាក៏ដោយគឺថាសូមជូនពរឲ្យវិជាកសិករយើងថាទទួលបានទិន្នផលខ្ពស់លក់បានថ្លៃហើយនឹងមិនបថុយប្រឋានមិនមានប៉ះពាល់ទៅដល់ការខូចខាតអីទេបាទខ្ញុំបាទហ៊ានថាធ្វើសេចក្តីរាយការណ៍ចេញពីខេត្តកំពង់ចាមសូមជម្រាបលាបាទចាអរគុណជំរាបលាចាអរគុណទស្សនិកជននៅវគ្គក្រោយលោកអ្នកនឹងបានទស្សនាព័ត៌មានសំខាន់ជាបន្ត